ពេលនេះខ្ញុំមកកែប្រែអ្នកទាំងអស់គ្នាពីការគូរជញ្ជាំងដោយ push បែបនេះឲ្យមកប្រើជាមួយនឹង plug-in builder ដើម្បីគូរជញ្ជាំងឲ្យលឿនបែបនេះអូខេអញ្ចឹងដំណាក់កាលដំបូងអ្នកទាំងអស់គ្នា export ប្លង់ 2D របស់អ្នកទាំងអស់គ្នាចូលមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអឺដឹងពីទំហំនៃជញ្ជាំងរបស់អ្នកទាំងអស់គ្នាសិនបើសិនបើអ្នកទាំងអស់គ្នាប្រើជាប្រភេទ Adobe អ្នកទាំងអស់គ្នាគូរ Adobe ហើយបើសិនបើអ្នកទាំងអស់គ្នាគូរនៅលើ H20 អ្នកទាំងអស់គ្នាអឺដាក់ទំហំនៃខ្នាត H20 អូខេអញ្ចឹងខ្ញុំមកវាស់ dimension នៅលើប្លង់នេះជាក់ស្ដែងតើវាជាទំហំប៉ុន្មានអូខេខ្ញុំវាស់មកវា220មីលីម៉ែត្រអញ្ចឹងយើងដឹងហើយថាទំហំនៃជញ្ជាំងនេះវាទំហំ220មីលីម៉ែត្រអញ្ចឹងយើងយករ៉ាក់តង់យកមកគូរមួយមកដើម្បីប្រើប្រាស់ជាមួយនឹង plug-in ហ្នឹងអញ្ចឹងយើងយកវាយ220អូខេយើងវាយ220មកបន្ទាប់មកយើងចង់បានកម្ពស់នៃជញ្ជាំងហ្នឹងប៉ុន្មានបើសិនបើយើងចង់បាន3.2ម៉ែត្រឬមួយក៏3ម៉ែត្រឥឡូវទាថាសិនឧទាហរណ៍ថាខ្ញុំចង់បាន3ម៉ែត្រចុះអញ្ចឹងខ្ញុំក្បៀមួយមកហើយខ្ញុំវាយ3ម៉ែត្រអូខេបន្ទាប់មកខ្ញុំ enter មកបន្ទាប់មកទៀតគឺខ្ញុំ select លើ first ដែលខ្ញុំបានគូរមិញហើយខ្ញុំយក plugin មួយដែលមានឈ្មោះថា Profile Builder 2អញ្ចឹងបើសិនបើអ្នកទាំងគ្នាចង់បានជាមួយនឹង plugin នេះអ្នកទាំងគ្នាអាច join ទៅក្នុង channel Telegram របស់ខ្ញុំដើម្បី download បានហើយអ្នកទាំងគ្នាអាចទៅ download free បានណាអូខេអញ្ចឹងឥឡូវដើម្បីធ្វើបានគឺយើងបើកជាមួយនឹង plugin របស់ខ្ញុំមកបន្ទាប់មកទៀតគឺខ្ញុំ select លើ first មួយហ្នឹងហើយខ្ញុំយកអឺជាមួយនឹងរូបជ្រីមួយនេះអូខេខ្ញុំ select លើហ្នឹងមកបន្ទាប់មកទៀតគឺយើងមិនបាច់ខ្វល់ថាវាមានអីនៅក្នុងនេះខ្លះទេហើយយើងក្រឡេកទៅមើលនៅសញ្ញាបូកកន្លែងនេះវាមានពាក្យថា new profile អូខេយើងចុចលើ new profile មួយមកបន្ទាប់មកទៀតគឺយើងវាយដាក់ឈ្មោះជាមួយនឹងជញ្ជាំងរបស់យើងដាក់ wall 220ចុះអូខេខ្ញុំដាក់ wall 220ហើយខ្ញុំคลิกអូខេមួយមកបន្ទាប់ពីយើងដាក់ឈ្មោះ wall 220ហើយវានឹងចេញផ្ទាំងបែបនេះហើយយើងដូរពី center មក bottom right ហើយយើងអាចគូរវាបានដែរឥឡូវគឺខ្ញុំធ្វើការលុប first នេះចេញវិញហើយខ្ញុំយក plugin ខ្ញុំយកមកប្រើហ្មងអូខេខ្ញុំបិទខ្ញុំលើកអានេះយកទៅដាក់លើវិញសិនអូខេអញ្ចឹងខ្ញុំយកនេះរូបជ្រីមួយនេះគឺអ្នកទាំងគ្នាអាចយកវាមកគូរបាននេះអូខេអ្នកទាំងគ្នាអាចគូរមកហើយបើសិនបើគូរទៅវានៅខាងក្នុងបែបនេះអ្នកទាំងគ្នាគ្រីសកន្លែង mirror ខាងអឺនៅក្នុង plugin នេះមួយមកនេះគ្រីសកន្លែងនេះមួយមកអូខេនៅពេលដែលគ្រីសមកវា mirror ចូលមកខាងក្រៅវិញហើយអូខេអញ្ចឹងអ្នកទាំងគ្នាអាចគូរមកចុះវិធីសាស្ត្រនេះគឺយើងអាចគូរជញ្ជាំងបានលឿនមិនថាជញ្ជាំងច្រើនប៉ុណ្ណាទេគឺយើងអាចគូរបានលឿនគឺយើងចំណាយពេលក្នុងការគូរយកមកដាក់តែម្ដងអូខេយើងគូរបែបហ្នឹងមកហើយបើសិនបើយើងគូរហើយមានប្អួចមានទ្វារដែលត្រូវចោះបន្ថែមអ្នកទាំងគ្នាអាចចូលទៅកាន់ក្រុមនៃជញ្ជាំងរបស់យើងហ្នឹងដើម្បីអាចចោះនៅក្នុងហ្នឹងក៏បានដែរហើយបើសិនបើអ្នកគ្នាអត់ចង់ចូលទៅក្នុងក្រុមហ្នឹងទេអ្នកទាំងគ្នាអាច export ចេញដើម្បីចោះទៅមិញគឺខ្ញុំធ្វើនៅលើ N20 ឥឡូវគឺខ្ញុំមកតេស្តនៅលើ N10 ឲ្យអ្នកទាំងគ្នាមើលបន្តទៀតអូខេអញ្ចឹងខ្ញុំតេស្តនៅកន្លែងនេះចុះឥឡូវអ្នកទាំងគ្នាត្រូវការគូរ first មួយទៀតឲ្យដឹងពីទំហំនៃជញ្ជាំង N10 នេះដែរហើយនៅក្នុងប្លង់នេះទំហំ N10 គឺប្រើតាមមួយតឹកទេគឺ100មីលីម៉ែត្រអូខេខ្ញុំវាស់សិន100មីលីម៉ែត្រឃើញទេអញ្ចឹងអ្នកទាំងគ្នាគូរ first មួយទៀតមកដែលមានទំហំ100ហើយកម្ពស់វាប៉ុន្មានកម្ពស់វា3ម៉ែត្របន្តទៀតអញ្ចឹងអ្នកទាំងគ្នាវាយ3ម៉ែត្រហើយ enter មកអ្នកទាំងគ្នាបាន first មួយបែបនេះអញ្ចឹងselectលើ first ហ្នឹងដដែលហើយអ្នកទាំងគ្នាចុចលើសញ្ញាបូកមួយទៀតមកហើយដាក់ wall 100ចុះអញ្ចឹងអ្នកគ្នា click អូខេមកហើយដូរពី center មក bottom right អូខេហើយអ្នកទាំងគ្នា click ជាមួយនឹង mirror នេះមួយផងហើយយក plugin ហ្នឹងយកមកប្រើបន្តទៀតមកអូខេនេះឃើញទេគ្រាន់តែគូចាប់មកចេញជាជញ្ជាំងឲ្យយើងហ្មងហើយវាខ្នាតវាកម្ពស់វាតែមួយទេអ្នកទាំងគ្នាមិនបាច់ទៅខ្វល់ទេឃើញទេអូខេខ្ញុំស៊ូមតិចទៀតដើម្បីចាប់ចូលឃើញទេខ្ញុំគូមកគូទៅវាបានជញ្ជាំងតែម្ដងបើសិនបើអ្នកទាំងគ្នាចង់បាន tip ខ្លីៗពីកម្មវិធី SketchUp ឬមួយក៏ AutoCAD បន្ថែមទៀតអ្នកទាំងគ្នាកុំភ្លេចចូល follow ខ្ញុំមួយផងហើយអាច share បន្ថែមបានអូខេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជាបន្តទៀត